បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកហូបមាក់ប្រេងមាក់ប្រាងបងប្អូននៅខាងខ្ញុំគេហៅមាក់ប្រេងមាក់ប្រាងបងប្អូននៅខាងបាត់ដំបងចុះខាងអ្នកទាំងអស់គ្នាវិញគេហៅអីគេវិញបងប្អូននេះបងប្អូនជាមួយអំបិលម្ទេសរបស់យើងទៅបុកហើយមិញបងប្អូនសិតតែម្ទេសទាំងអស់ហ្មងបងប្អូនមកបងប្អូនមកហូបជាមួយខ្ញុំមកទាំងអស់គ្នាមកលេបទឹកមាត់ជាមួយគ្នាបងប្អូនមុនទៅហូបកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយផងបងប្អូនគាត់ជាទុកជាកម្លាំងចិត្តណាបងប្អូនមកបងប្អូនមកហូបជាមួយខ្ញុំបាទអស់គ្នាមកប្រេងមកប្រាំងមួយអំបិលម្ទេសនេះបងប្អូនដាក់អំបិលម្ទេសយើងចឹងមកជាតិសាហាវណាញ់មកជូអែមនេះមួយអំបិលម្ទេសយើងណាខំបន្តិចសិនមកอย่าលេបទាំងក្របបងប្អូនដាច់ស្លាក់ជូអែមឆ្ងាញ់មែនទែនមួយអំបិលម្ទេសយើងត្រូវគ្នាហ្មងហូបតែក៏ឆ្ងាញ់ដែរបងប្អូនបាច់ជាមួយអំបិលម្ទេសក៏បានដែរផ្អែមមកមួមគេបានអំបិលម្ទេសទៅវាទៅជាតិនេះក្របមិនសូវធំហ្មងក្របទូចខ្លះផ្អែមខ្លះជូរបងប្អូនខ្លះជូរមែនទែននេះផ្អែមនេះផ្អែម
អូហូឆ្ងាញ់មែនទែនជូរនេះអូហែលបើទេអស់អូខេបងប្អូនអរគ្នាសតពីផ្លែហូបអត់អស់ហូបយូរទៅជូរទៅអូខេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនបើស្រឡាញ់កុំភ្លេច like share ខ្ញុំអ្នកមួយផងបងប្អូនអរគុណច្រើនបងប្អូនដែលតាមដានវីដេអូខ្ញុំបាយបាយ